បងប្អូនសាកស្រមៃមើលថ្ងៃណាមួយវីរៈបុរសបាទតតពិភពលោករបស់មនុស្សយើងត្រូវអង្គុយយំលើសមរភូមិវាលស្មៅព្រោះត្រូវចាញ់ក្រុមកីឡាករដែលគ្មានឈាមគ្មានបេះដូងគឺម៉ាស៊ីនដែកនេះឯងវាមិនមែនជារឿងច្នៃប្រឌិតបែបវិទ្យាសាស្ត្រអ្វីទេព្រោះនៅពេលនេះនៅក្នុងព្រឹត្តិការណ៍ Robo Cup 2026នាទីក្រុងអ៊ីនឈុនប្រទេសកូរ៉េខាងត្បូងសង្គ្រាមដណ្ដើមវាលស្មៅរវាងមនុស្សនិងបច្ចេកវិទ្យាបានចាប់ផ្ដើមបើកឆាកជាផ្លូវការហើយឮសូរតែសំឡេងក្រេបក្របនៃដៃទង្គិចគ្នានិងសំឡេងហូរកញ្ជ្រៀវរបស់ទស្សនិកជនមានមនុស្សជាង 3000 នាក់មកពី40ប្រទេសផ្សេងៗគ្នាជុំវិញពិភពលោកបានយកក្តីស្រមៃនិងការបង្កើតថ្មីដ៏អស្ចារ្យបំផុតរបស់ពួកគេមកបោះទុននៅលើទីលានតែមួយពិតណាស់ក្រឡេកមើលដំបូងពួកវាដើរចំពប់ជើងដួលរលាក់រលើគួរឲ្យចង់សើចប៉ុន្តែកុំអាលសើចសាកសម្លឹងមើលកាមេរ៉ារបស់ពួកវាចោះគ្មានការរារែកគ្មានការឈឺចាប់អ្វីទេដួលភ្លាមងើបភ្លាមតែម្ដងពួកវាដឹងពីវិធីបញ្ជូនបាល់និងពីវិធីឡោមព័ទ្ធនិងសុទ្ធបញ្ចូលទីយ៉ាងសាហាវលើសពីការកំសាន្តតែកែច្នៃទាំងនេះខ្លះទៀតកំពុងហ្វឹកហាត់លូនក្រាបដើរកាត់គំនរបាក់បែកនិងភក់ជ្រៅដើម្បីត្រៀមជួយសង្គ្រោះមនុស្សក្នុងគ្រោះមហន្តរាយយ៉ាងពិតប្រាកដលោកចាន់ស៊ីងលូប្រធានក្រុម Hipfisters បាននិយាយទាំងភ្នែកពោពេញដោយមហិច្ឆតាថាពួកយើងមិនមែនមកលេងសើចទេគោលដៅគឺឆ្នាំ2050ពួកយើងត្រូវតែលុតក្រុមជើងឯកពិភពលោក FIFA របស់មនុស្សលោកឲ្យម៉ត់តែម្ដងនេះជាការប្រកាសសង្គ្រាមបច្ចេកវិទ្យាដ៏គួរឲ្យព្រឺព្រួចមួយរវាងអ្នកផលិតមនុស្សយន្តនិងកីឡាករអាជីពរបស់ពិភពលោកអនាគតដែលធ្លាប់នៅតែលើក្រដាសឬ screen computer ពេលនេះវាមានរូបរាងមានជើងដើរហើយកំពុងរត់ដេញតាមពីក្រោយយើងយ៉ាងប្រកិតមនុស្សយើងអាចរក្សាភាពជាស្ដេចទីលានបានយូរប៉ុណ្ណាបើពួកម៉ាស៊ីនមិនចេះហត់ហើយមិនចេះបោះបង់បែបនេះតើបងប្អូនយល់យ៉ាងណាសូម comment នៅខាងក្រោមវីដេអូនេះ Follow for more